អ្វីបានជាមនុស្សស្រីយើងត្រូវចំណាយពេលមើលថែសុខភាពហើយនឹងសម្រស់ខ្លួនឯងបើសិនជាភាសាអង់គ្លេសគេហៅថា self care សហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926ចាសូមជម្រាបសួរនាងខ្ញុំវិជ្ជបណ្ឌិតលំចាយមេរតជាវិជ្ជបណ្ឌិតឯកទេសផ្នែកសម្ភពនិងរោគស្ត្រីហើយក៏ជាអគ្គនាយិកានៃមន្ទីរសម្រាប់ព្យាបាល DOTOP ហើយអ្វីដែលខ្ញុំចង់ reflect មកកាន់អ្នកទាំងអស់គ្នាដែលជាស្រីៗគ្នាយើងហ្នឹងត្រូវរៀនចេះស្រឡាញ់ខ្លួនឯងហើយអីបើយើងត្រូវចេះស្រឡាញ់ខ្លួនឯងពាក្យថា self care មួយម៉ាត់ហ្នឹងគឺការមើលថែទាំខ្លួនឯងទៅធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ក្នុងគោលបំណងដើម្បីឲ្យ physical health របស់យើង mental health របស់យើងបានល្អនៅពេលដែលយើងមើលថែស្រឡាញ់ខ្លួនឯងបានល្អទើបយើងមានពេលវេលាទៅមើលថែកូនទៅមើលថែគ្រួសារទៅមើលថែអ្នកនៅជុំវិញខ្លួនយើងហើយបើសិនជានិយាយពីឧទាហរណ៍ថាខ្ញុំគឺជាមនុស្សស្រីម្នាក់ដែលជាគ្រូពេទ្យផងជាម្ចាស់អាជីវកម្មផងជាម្ដាយផងជាប្រពន្ធផងអញ្ចឹងនៅពេលដែលមានតួនាទីច្រើនហ្នឹងខ្ញុំត្រូវការពេលវេលានៅក្នុងការមើលថែសុខភាពខ្លួនខ្ញុំដែរតើតើខ្ញុំមានសុខភាពល្អទើបខ្ញុំអាចទៅមើលថែកូនខ្ញុំបានតើតើខ្ញុំមានអារម្មណ៍ផ្លូវចិត្តល្អទើបខ្ញុំអាចផ្ដល់សេចក្តីស្រឡាញ់ពេញលេញទៅឲ្យកូនទៅឲ្យប្តីទៅឲ្យអ្នកជំងឺរបស់ខ្ញុំទៅឲ្យមិត្តរួមការងាររបស់ខ្ញុំបានថា self care មួយម៉ាត់គឺខ្លីៗតិចមែនតើហើយយើងអាច add on វាចូលមកក្នុងការងារប្រចាំថ្ងៃរបស់យើងបានទី1គឺអ្នកទាំងអស់គ្នាអត់គួរទៅធ្វើអីដែលអាចប៉ះពាល់ទៅដល់សុខភាពខ្លួនឯងទេដូចជាការពិសាស្រាការពិសាបារីអាហ្នឹងសិតតែប៉ះពាល់ដល់សុខភាពហើយយើងចូលចិត្តហាត់ប្រាណយើងចូលចិត្តហាត់ប្រាណអាម៉ូតណាយើងទៅហាត់ប្រាណអាម៉ូតហ្នឹងអ្នកខ្លះ self care ដូចខ្ញុំអីចូលចិត្តម៉ាស្សាអញ្ចឹងយើងចូលចិត្តម៉ាស្សាយើងត្រូវចំណាយពេលវេលាទៅរកកន្លែង spa ម៉ាស្សាសម្រាប់ខ្លួនយើងក្នុងមួយខែត្រូវឲ្យបានម្ដងអីចឹងដើម្បីជា benefit សម្រាប់ខ្លួនយើងផ្ទាល់ដូចគ្នាដែរ self care ហ្នឹងយើងអត់ត្រូវបិទខ្លួនឯងឲ្យវានៅក្នុងតែរង្វង់នៃការងារនឹងទេយើងត្រូវផ្ដល់ពេលវេលាទៅជួបជាមួយនឹងមិត្តភ័ក្តិយើងនៅផ្នែកខាងក្រៅយើងត្រូវផ្ដល់ពេលវេលាសម្រាប់នៅក្នុងការធ្វើនៅទម្លាប់ណាដែលធ្វើឲ្យយើងចូលចិត្តសប្បាយចិត្តខ្លួនយើងដែររឿងញ៉ាំគឺជាកត្តាមួយដ៏សំខាន់បំផុតគឺញ៉ាំអ្វីដែលមានសារធាតុចិញ្ចឹមល្អគេហៅថា eat healthy មិនចេះតែញ៉ាំតែពីដែលធ្វើឲ្យវាប៉ះពាល់ដល់សុខភាពខ្លួនយើងការគេងគឺយើងត្រូវគេងឲ្យបានយ៉ាងហោចណាស់6ម៉ោងតិចបំផុតទៅ8ម៉ោងដើម្បីគេហៅថាការផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងសូម្បីតែការគេងមួយហ្នឹងក៏អាចជួយរក្សានៅសម្រស់របស់យើងជួយធ្វើឲ្យខួរក្បាលយើងស្រឡះល្អជួយធ្វើឲ្យយើងមានសុខភាពល្អញ៉ាំទឹកឲ្យបានគ្រប់គ្រាន់អញ្ចឹងប្រហែលចំណុចនេះវាសិតតែជារបស់មួយដែលអត់ចាំបាច់ពេកខ្លះអត់យកលុយទៅទិញហងដេកមានចាំបាច់យកលុយទៅទិញឯណាការញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ក៏អត់មានចាំបាច់ចំណាយលុយអីច្រើនទៅធ្វើវាដែរយើងគ្រាន់តែធ្វើវាដើម្បីផ្ដល់នៅសេចក្តីស្រឡាញ់និងការ taking care សម្រាប់ខ្លួនឯងអញ្ចឹងសង្ឃឹមថាបងប្អូនបងអ្នកម៉ាក់អ្នកមីងទាំងអស់គ្នាចាប់ផ្ដើមរៀនស្រឡាញ់ខ្លួនឯងផ្ដល់ក្តីស្រឡាញ់ឲ្យខ្លួនឯងក៏ដូចជាការផ្ដល់ក្តីស្រឡាញ់ឲ្យអ្នកនៅជុំវិញខ្លួនឲ្យកូនឲ្យប្តីឲ្យមិត្តរួមការងារនិងអ្នកនៅជុំវិញខ្លួនយើងទាំងអស់គ្នាណាសហការផលិតដោយ My Cat Film ផ្ដល់ជូនសេវាកម្មផលិតវីដេអូនិងថតរូបគ្រប់ប្រភេទ DOTOP ជា clinic ដែលប្រមូលផ្ដុំដោយវិជ្ជាបណ្ឌិតឯកទេសគ្រប់ផ្នែកដូចជាសម្ភពនិងរោគស្ត្រីមហារីកមាត់ស្បូនមហារីកដោះរោគបុរសតម្រងនោមវះកាត់ចោះវះកាត់ទូទៅចាក់វ៉ាក់សាំងតាមស្តង់ដារជាតិនិងអន្តរជាតិជាមួយនឹងវិជ្ជាបណ្ឌិតដែលមានបទពិសោធន៍ជាច្រើនឆ្នាំនិងបញ្ចប់ការសិក្សាមកពីបរទេសទីតាំងចូលតាមជ្រុងមណ្ឌលសុខភាពស្ទឹងមានជ័យចម្ងាយ20ម៉ែត្រជាប់របងសាលាបឋមសិក្សាស្ទឹងមានជ័យទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ085 568 926និង016 568 926